សួស្តីអ្នកគ្នាថ្ងៃហ្នឹងខ្ញុំចង់បង្ហាញអ្នកគ្នាពីការ set up នៅ group policy object អ្នកគ្នាវីដេអូមុនយើងនិយាយពីការបង្កើត OU បង្កើតពីការ permission share file ស្អីចឹងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីការបង្កើត group policy object អ្នកគ្នា group policy object នេះគេ group policy object នេះគឺជាការ customize permission ទៅឲ្យបុគ្គលិកឬក៏ទៅឲ្យ staff របស់យើងនៅក្នុង organization មួយខ្ញុំឧទាហរណ៍ថាក្នុង organization មួយមាន staff 10000នាក់ឬក៏មាន1000នាក់អញ្ចឹងយើងអាចទៅដាក់ permission ទៅកាន់ laptop មួយអីគឺទៅតាមមួយបានទេអញ្ចឹង laptop វាមាន1000 laptop វាមាន1000 laptop យើងគឺអត់អាចទៅដាក់មួយទេគឺយើង set ពី server ទៅគឺ set ពី domain controller ឬក៏ពី domain យើងទៅគឺវា affect ទៅកាន់ user ទាំងអស់អ្នកគ្នាឬក៏ទៅលើ computer ទាំងអស់គឺអញ្ចឹងនៅក្នុងហ្នឹងខ្ញុំបង្ហាញពីការបង្កើត group policy ហើយខ្ញុំបង្កើតប្រយោគតាអ្នកគ្នាជាដំបូងឡើយគឺដូចវីដេអូខ្ញុំមុនអញ្ចឹងខ្ញុំបានបង្កើតគេMicrosoft Management Console នេះមួយដើម្បីយើងស្រួលចុចយើងមិនបាច់ចំចូលកន្លែងនេះហើយចុចយក server manager ទេអញ្ចឹងខ្ញុំចុចហើយយើងចូលកន្លែងនេះមកអញ្ចឹងកន្លែងនេះអ្នកគ្នាកន្លែងនេះគឺយើងចុចកន្លែងយើងឃើញមាន group policy អញ្ចឹងកន្លែងហ្នឹងខ្ញុំចុចឲ្យមិនអញ្ចឹងដើម្បី add វាបានយើងចូល file យើងចូល add កន្លែង remove snap in នេះហើយយើង find ពាក្យថាគេអ្នកគ្នាយើង find ពាក្យថា group policy នេះនៅលើគេនេះយើង find ពាក្យ group policy management ហើយយើងចុចលើនឹង add មកអូខេមកគឺវា drop មកហើយអញ្ចឹងខ្ញុំបានចុចហើយអញ្ចឹងយើងចូលមកនេះមកយើងមាន forest ហ្នឹងគឺជា big domain វាមក main domain វាអញ្ចឹង domain របស់យើងចូលមកហើយ domain យើងឈ្មោះនេះគេរក្សាដល់ local គឺឈ្មោះខ្ញុំអ្នកគ្នាហើយនៅក្នុងហ្នឹងគឺវាបង្ហាញនៅ OU HR OU IT department ខ្ញុំបានបង្កើតវីដេអូមុនហ្នឹងហើយនៅក្នុងហ្នឹងវាមាន default domain policy ហើយនៅកន្លែងនេះ group policy នេះវាមាន default នេះមួយទៀតវាមាន default វាតម្លាក់នៅនិយាយទៅគឺវាតម្លាក់នៅ default group policy ដែលវាមានស្រាប់អ្នកគ្នាអញ្ចឹងគឺអានេះមានន័យថាម៉េចdomain default domain policy មានន័យថាវាគឺជា policy ធំគេពីលើគេខ្ញុំឧទាហរណ៍ថានៅក្នុង bank មួយអញ្ចឹង default domain policy ហ្នឹងវាក្តោប staff ទាំងអស់មិនថា bank ហ្នឹងមាននៅតាណាខ្លះតែមាននៅប្រទេសណាទេអញ្ចឹងបើសិនជាឧទាហរណ៍ថាវាមាន base station វានៅនៅអាមេរិកប៉ុន្តែវាមានសាខានៅប្រទេសផ្សេងហ្នឹងទៅអញ្ចឹងបើសិនជា domain យើងនៅអាមេរិកមានន័យថាdefault domain default domain policy ហ្នឹងគឺវា handle វាគ្រប់គ្រងទៅលើclient ឬក៏ក្រុមវាហ្នឹងតគ្នាហ្មងមានន័យថាវាមេគេប៉ុន្តែវាអត់មានអីធំដុំទេអាហ្នឹងវាគ្រាន់តែជា basic ដែលគេខ្ញុំឧទាហរណ៍ថាជាទូទៅ computer យើងគឺត្រូវ set security មានអីមានត្រូវការវាយ password មាន login ដល់ប្រើ password អីចឹងវាមិនមែនជាអីដែល strict ណាស់ទេអញ្ចឹងមានន័យថាវា apply ទៅកាន់ laptop ទាំងអស់ដែលប្រើនៅក្នុង domain មួយហ្នឹងតែដល់ពេលមួយនេះ default domain controller នេះមានន័យថាវាដូចជា SAP ចឹងដូចជា SAP domain policy មួយចឹងឧទាហរណ៍ថាខ្ញុំ bank ខ្ញុំមាន5កន្លែងមាន5ប្រទេសផ្សេងគ្នាអញ្ចឹងdomain default domain នេះវាក្តោបទៅលើ5ប្រទេសហ្នឹងប៉ុន្តែចំណែកdefault domain controller policy នេះគឺវាក្តោបតែមួយកន្លែងជាក់លាក់ទេអ្នកគ្នាគឺចង់មានន័យថាdomain controller ហ្នឹងប្រៀបដូចជា server មួយចឹងអានេះគឺជាឈ្មោះ domain អញ្ចឹងក្នុង domain ហ្នឹងវាអាចមាន server ច្រើនអ្នកគ្នាវាអាចមាន server 1 server 2 server 3អញ្ចឹងទៀតទៅអញ្ចឹង domain controller ហ្នឹងគឺវាគ្រប់គ្រងរបៀបហ្នឹងហើយនៅក្នុងនេះគឺយើង focus ទៅលើ OU អ្នកគ្នាមានន័យថាឧទាហរណ៍ថា bank យើងនៅកម្ពុជានៅ Cambodia អញ្ចឹងយើងគ្រប់គ្រងទៅលើ Cambodia ទេ server យើងគឺនៅ Cambodia អត់មានទៅពាក់ព័ន្ធមួយប្រទេសផ្សេងទេអូខេអញ្ចឹងកន្លែងនេះខ្ញុំធ្វើការនេះខ្ញុំគ្រាន់តែ group policy នេះខ្ញុំតេស្តតែខ្ញុំធ្វើការ delete ចោលទៅហើយយើងមកមើលអ្នកគ្នាយើងមកមើលកន្លែង group policy ហ្នឹងហើយយើងធ្វើការបង្កើត group policy មួយមានន័យថាយើង policy ហ្នឹងគឺ apply ទៅកាន់ laptop ទាំងអស់របស់អ្នកប្រើប្រាស់របស់ staff របស់យើងប៉ុន្តែដើម្បី apply បានគឺយើងតើយើងបង្កើត group policy ហ្នឹងហើយយើងធ្វើការវា link ទៅកាន់ department មួយអ្នកគ្នាឧទាហរណ៍ថាខ្ញុំចង់ដាក់អីមួយ policy អីមួយឲ្យ IT អញ្ចឹងខ្ញុំ link ទៅ IT បានអីចឹងធម្មតា department មួយវាប្រកាសជាមាន policy ខុសៗគ្នាអញ្ចឹងអ្នកគ្នាឬក៏បើសិនជា bank មួយនឹងគេមាន policy រួមមួយ policy ដែលគ្រប់ department ត្រូវអនុវត្តគឺគេ set នៅក្នុងនេះ default domain policy ធំគេនេះអញ្ចឹងអូខេឥឡូវយើងមកនេះមកអ្នកគ្នាយើងធ្វើការ create នៅ group policy មួយឈ្មោះថាអញ្ចឹងខ្ញុំចង់បង្កើត basic ទេអ្នកគ្នាវាមិនជា advanced ណាស់ទេខ្ញុំចង់បង្កើតអ្នកគ្នាពីការ set up wallpaper អញ្ចឹងធម្មតាអ្នកគ្នា organization របស់អ្នកគ្នាធ្វើការហ្នឹងវាប្រកាសជា wallpaper យើងអាច set up ផ្ដាស់បានទេគឺប្រកាសជាដាក់រូបរបស់ក្រុមហ៊ុនយើងឯងត្រូវអញ្ចឹងខ្ញុំធ្វើការបង្កើតមួយឈ្មោះថា wallpaper policy អូខេខ្ញុំបង្កើតអូខេមកអញ្ចឹងខ្ញុំបង្កើតបាន wallpaper policy អ្នកគ្នាអញ្ចឹងយើងធ្វើការមកស្ដាប់លើវាហើយយើងចុច edit ហើយពេលយើង edit ហើយយើងចូលមកកាន់ policy នេះមកហើយយក administrative template យើងយក user configuration ហ្នឹងមិន computer configuration នេះអញ្ចឹងបន្ទាប់យើងយកហ្នឹងហើយយើងចូល desktop ហើយយើងយក desktop ដែរមកអ្នកគ្នាចុចលើ desktop មកហើយយើងយកពាក្យថានេះ desktop wallpaper ហើយយើង click លើវាមកកន្លែងនេះវាយើងចុច enable ហើយកន្លែងនេះយើងដាក់path របស់ image របស់យើងអញ្ចឹង path image នេះយើងអាចដាក់បានពីរអ្នកគ្នាយើងអាចដាក់ជាប្រភេទ path ដាក់ឈ្មោះ server របស់យើងហើយ file share មួយហ្នឹងបន្តមួយទៀតយើងអាចដាក់ជាប្រភេទ
local ណាមានន័យថា file ហ្នឹងនៅលើ local របស់ server local server របស់យើង អញ្ចឹងធម្មតានៅលើ local server វាមាន wallpaper default វាខ្លះមួយចំនួនអញ្ចឹងឥឡូវយើងសាកមកមើលសិនអញ្ចឹងអ្នកគ្នាយើងមកមើលហ្នឹងខ្ញុំប្រាប់ថាចូលថាវាមិនមែន local file ទេវា load ទៅពួក file GPG GPEG ឬក៏ .bmp អញ្ចឹងមានន័យថា file ខ្លះវាអត់ support ទេអញ្ចឹងពេលច្រើនអ្នកគ្នាគួរតែដាក់ GPG គឺវា support អញ្ចឹងកន្លែង file ហ្នឹងគឺខ្ញុំយកពីនេះគឺនៅលើ server អ្នកគ្នាលើ server អញ្ចឹងយើងចូលមកនេះមកអញ្ចឹងនេះខ្ញុំចូលមកកាន់ try C try C ហើយខ្ញុំយកលើ window ខ្ញុំអូសមកក្រោមមកពាក្យថា web អ្នកគ្នាអូចំទៅនេះអ្នកគ្នា web យើងចុចលើហ្នឹងមកតោះទៅយើងយក wallpaper and then យើងយក flower អញ្ចឹង image នេះគឺយើងមើលឃើញតែយើងអាចសាក edit លើវាបានអ្នកគ្នាយើងយក edit មកស្ដាំហើយយើង edit លើវាមកអញ្ចឹងវាប្រកាសជាចេញរូបឲ្យយើងឃើញហើយកន្លែងនេះវាអត់មានកន្លែងយើង select icon បាន so យ៉ាងនេះគ្នានេះគឺជារូបការនេះគឺជារូបការឃើញអត់ការនេះអញ្ចឹងខ្ញុំចង់ដាក់ wallpaper ទៅកាន់ Windows client របស់ខ្ញុំដែលរូបការហ្នឹងមានន័យថាខ្ញុំដាក់តែមួយប៉ុន្តែ apply ទៅ all user អញ្ចឹងខ្ញុំធ្វើការ copy ខ្ញុំធ្វើការ copy path នេះ copy path មក copy path នេះឈ្មោះអាហ្នឹង image មែនមិញ image 9នេះក៏ប៉ុន្តែអាហ្នឹងយក image ណាក៏បានដែរឥឡូវខ្ញុំយក image 10ចុះឬក៏ image 9ចុះដល់ GPG ហើយខ្ញុំ copy path វាអញ្ចឹងខ្ញុំ copy path វាមកយកបន្ទាប់ពី copy ហើយយើងយកវាទៅដាក់កន្លែងណាយើងយកវាមកដាក់កន្លែងនេះឃើញអត់យើងយកវាមកដាក់នេះមកអញ្ចឹងយើង pass វាហើយ apply ហើយយើង click OK អញ្ចឹងបន្ទាប់ពីយើង click OK ហើយយើងត្រូវការធ្វើយើងចូល CMD មកហើយយើងចូល CMD ដើម្បីធ្វើការ update policy អ្នកគ្នាអញ្ចឹងអាហ្នឹងរបៀបថាពេលដែលយើង apply ហើយមានន័យថាយើងដូចឲ្យវា refresh ណាដើម្បីវា refresh អញ្ចឹងយើងធ្វើការជា GP វាយ comment GP update មកដាក់ force អ្នកគ្នាកន្លែងនេះយើងវាយ ដាក់ force នេះក៏បានឬក៏យើងអាចវាយ GP update ទៅក៏បានអ្នកគ្នាខ្ញុំតែហើយគឺវាដើរនេះគ្នាទេមួយទៀតអ្នកគ្នាឈប់សិនយើងអត់ត link វាអ្នកគ្នាយើងធ្វើការ link វាមានន័យថានេះខ្ញុំធ្វើការ link policy នេះជាមួយនឹង IT department ណាអញ្ចឹងខ្ញុំមកស្ដាំលើនេះមកហើយខ្ញុំ link ទៅ existing GPO អញ្ចឹងខ្ញុំ point ទៅកាន់ wallpaper ឃើញអត់ខ្ញុំ point department ហ្នឹងមកកាន់ wallpaper អញ្ចឹង user ដែលនៅក្នុង department ហ្នឹងគឺ apply ដែលមាន wallpaper ដូចគ្នាទាំងអស់អញ្ចឹង click OK មកឃើញអត់នេះតោះមកខ្ញុំចូលទៅ run command សិនមកយើងដាក់ GP update អញ្ចឹងកន្លែងនេះយើងវាយ GP update ទៅក៏បានដែរមិនបាច់ដាក់ force ក៏បានដែរអញ្ចឹងពេលដែលវា update ហើយយ៉ាអូខេអញ្ចឹងយើងសាកទៅមើលទៅ login នៅលើ client មើលចង់ដឹងថាវាចេញ wallpaper អញ្ចឹងមែនអត់ចង់វាចេញមានន័យថាវាចេញពី wallpaper default វាអញ្ចឹងយើងមកមើល user ដែលមាននៅក្នុងអីគេដែលមាននៅក្នុងIT department អញ្ចឹង IT department មាន user 2នាក់នេះអញ្ចឹងខ្ញុំនឹងធ្វើការ login ដោយប្រើ user 2ហ្នឹងចង់ដឹងថា user 2ហ្នឹងគាត់មាន wallpaper ដូចគ្នាមែនអត់អញ្ចឹងនៅក្នុងចំពោះ wallpaper ចំពោះ policy មួយហ្នឹងមានន័យថាយើងអាច link វាមកកាន់ domain ទាំងលើនេះក៏បានដែរមានថា domain ទាំងមូលឧទាហរណ៍ថាអ្នកគ្នាមានក្រុមហ៊ុនមួយ logo ដូចគ្នាបែបបិទអញ្ចឹងយើង apply វាមកកាន់ domain ទាំងមូលអញ្ចឹងមានន័យថា all user all staff ដែលនៅក្នុង bank មួយហ្នឹងគឺដាច់ខាតឬក៏ organization ហ្នឹងគឺដាច់ខាតត្រូវតែមាន wallpaper នៅលើ screen desktop គឺដូចគ្នាទាំងអស់អញ្ចឹងឥឡូវខ្ញុំសាក login ចូលទៅ client server វិញclient window របស់ខ្ញុំដោយប្រើទេនេះជា window client អញ្ចឹងខ្ញុំនឹងសាក login ម្ដងមួយ user John Wick ហើយនឹង Johnny Deng នេះអញ្ចឹងនេះ John Wick ខ្ញុំវាយ password ចូលមក ABC 88 12345អូខេអូមិញខ្ញុំដូចជាអត់ទាន់ update ទេពេលខ្ញុំ link ហើយខ្ញុំ update update ហើយអញ្ចឹងយើងចាំមើលថានៅពេលដែលយើង login ពី client ទៅពេលដែលយើងដាក់ group policy ហើយនោះវាចេញមិនអ្នកនេះអញ្ចឹងមិញគឺយើងនេះ user នេះគឺនៅក្នុង IT department អញ្ចឹងយើងក៏បាន link GPO ហ្នឹងទៅ IT department ដែរអញ្ចឹងចង់ដឹង user ហ្នឹងគាត់មាន wallpaper ដូចអ្វីដែលយើង set up អត់អូខេអ្នកគ្នាឥឡូវវា success ហើយមានន័យថាវាបាន apply មកកាន់នេះវាបាន apply មកកាន់ Windows client របស់យើងហើយមានន័យថាយើង set up policy មួយពី server ទេប៉ុន្តែនៅពេលដែលយើង link ទៅ department មួយណាគឺវា apply ទៅកាន់ user ហ្នឹងទាំងអស់ខ្ញុំអាច apply ទៅកាន់ខ្ញុំក៏អាច link អាហ្នឹងទៅ HR បានហើយខ្ញុំក៏អាច link អាហ្នឹងមកកាន់ domain ទាំងមូលបានដែរអ្នកគ្នាអញ្ចឹងវាអញ្ចឹងខ្ញុំធ្វើការ log out ខ្ញុំធ្វើការ sign out វិញហើយដើម្បីមិញខ្ញុំ log in ជា user John Wick នេះអញ្ចឹងខ្ញុំធ្វើការ sign out ហើយ log in ជា user Johnny Deng នេះម្ដងចាំមើលវាចេញដូចគ្នាអត់ខ្ញុំធ្វើការ sign out វាចេញសិនមកអ្នកគ្នា
chích lên đi máu sign out ok nè chẳng bắt đầu bị dẫn sign out đó dân do user đi login vào user cái mua cho đi đèn thật ấy user nhưng lọc mình tiền dân switch user do add user đi máu đã username chế đó đi đèn automatic đi password abc cái môi pi 74 gram ok ok nè chẳng mình theo việc apply màu tụi nó cứ việc apply màu user pin đi đây chứ mình theo user đàn không IT department cứ việc apply màu thì sẽ dương ban link này nè dương ban link là wallpaper policy nó từ cái này cái IT department chứ cái này này thì dương có link là một cái HR ban này dương link là một cái HR ban này chứng cứ sẽ là cái này nhưng thực ra organization dương ta ní nhưng content demo này nó không mơ nhá chẳng là cứ dương sạch sẽ nhạc nhỉ chẳng là nó cứ ban điểm việc hay bắt group policy môi xem organization môi ấy thôi ca cột cron từ asset đối chi asset nó mình ha xong đẹp raระบบ ក្រុមហ៊ុនមាននិយាយ counter មាន user អីផ្សេងៗអញ្ចឹងវាសួរគ្រប់គ្រងសួរ manage អញ្ចឹង policy ហ្នឹងវាដូចជាច្បាប់ដូចជា rule អញ្ចឹងអ្នកគ្នាដែលយើង set ដែរអញ្ចឹងតើខ្ញុំធ្វើ wallpaper ហ្នឹងហើយអ្នកគ្នាខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងវីដេអូក្រោយអាចនឹងខ្ញុំនឹងធ្វើការពីការបង្ហាញនៅ install software អ្នកគ្នាធ្វើការ install software ពី server ទៅអញ្ចឹង client របស់យើងនឹងគាត់នឹងទទួលបាន software មាន software ស្រាប់មកដែលយើង install ពី server ទៅអូខេបាយបាយអ្នកគ្នា